ស្រីបងប្អូនយើងអ្នកមានអ្នកក្រទាំងអស់គ្នាចូលតាមចិនចូលតាមវៀតណាមតែខ្ញុំជិះតាមព្រំដែនលេងបងប្អូនយើងបាទព្រំដែនកម្ពុជាវៀតណាមជិះតាមព្រំដែនខ្មែរលេងដើម្បីមកមើលស្រូវហ្នឹងហើយដោយសារតែធ្វើស្រូវនៅនេះគឺឥឡូវនេះគឺទឹកអូនដាក់មិនគ្រប់គ្រាន់នេះប៉ុន្មានទេប៉ុន្តែយើងមកកំសាន្តលេងមើលស្រូវសិនណាមើលស្រូវមើលស្រែហើយនោះបងប្អូនយើងនោះនៅក្រុងស្វាយរៀងនោះចេញហុយនោះកន្លែងគាត់សម្រាមនៅសម្រាប់គេឡើងឲ្យដុតនោះហុយនេះគឺដើមត្នោតខ្មែរយើងដាំព្រឹត្តព្រមពេញស្រែទាំងអស់សិតតែដើមត្នោតដើមអីហ្នឹងដាំពេញនឹងទាំងអស់ហើយនេះគឺជាទស្សនវិជ្ជាដែលបងប្អូនប្រជាពលរដ្ឋខ្មែរគាត់ធ្វើស្រូវធ្វើស្រែទាំងខ្ញុំទាំងគេធ្វើស្រូវធ្វើស្រែដើម្បីបានផលយកទៅលក់អញ្ចឹងហើយបើស្រូវបានថ្លៃលក់បានលុយច្រើនអញ្ចឹងណាហើយនេះគឺសិតតែដើមត្នោតនៅតាមព្រំដែនណាបងប្អូនយើងគឺព្រែកមួយជីងម្នាក់ហើយនេះដើមត្នោតច្រើនណាស់ដុះស្គុះស្គាយពេញហ្នឹងគឺនៅតាមព្រំដែនណានៅខាងដីស្រុកស្វាយជ្រុំស្រុករបស់ខ្ញុំណាដោយសារតែផ្ទះចិត្តនឹងដែរអញ្ចឹងជិះមកលេងអញ្ចឹងទៅបាទជិះមកលេងអញ្ចឹងទៅដើម្បីកំសាន្តលេងអញ្ចឹងទៅហើយនោះគឺគោលជិះមកលេងដើម្បីកំសាន្តលេងឲ្យបងប្អូនបានដឹងបានទស្សនាគឺមកលេងតាមវាតាមអីអញ្ចឹងទៅហើយសិតទៅដើមត្នោតព្រាតព្រងអញ្ចឹងណាដើមត្នោតដើមអីដុះព្រាតព្រងហើយនោះស្រែបងជាដូនមួយនៅខាងនេះស្រែស្រូវគាត់ធ្វើស្រែធ្វើស្រូវអញ្ចឹងណាហើយខាងនោះក៏បានដេញមានដើមត្នោតដើមអីផ្លែផ្កាអីគឺចេញហ្នឹងបាទហើយស្រូវអីបាត់គឺផ្លែអស់ហើយសង្ឃឹមថាបងប្អូនយើងពេលបានស្រូវឡើងថ្លៃអញ្ចឹងទៅស្បាយចិត្តអញ្ចឹងទៅវាត្រូវចុះថោកអីចឹងទៅរឿងពិបាកចិត្តអីតិចទៅអើយធ្វើមិនទេបងប្អូនយើងអាចស្មានណាយើងមើលណាត្រូវស្រែអីចឹងរកជឿខ្ចីអីចឹងជីវិតអ្នកស្រុកស្រែមានអីទេមានតែវាស្រែវាស្រូវហើយសង្ឃឹមថាបងប្អូនយើងខ្លះគាត់មិនដែរជិះតាមព្រំដែនដូចខ្ញុំផ្ទះនៅចិត្តជិះរាល់ថ្ងៃណាបាទហើយជិះកំសាន្តលេងផងមកមើលស្រូវមើលស្រែផងហើយខាងនោះខាងប្រទេសគេចឹងទៅគេចាំទាចាំអីចឹងទៅខាងយើងធ្វើស្រូវធ្វើស្រែចឹងទៅណាជីវិតស្រុកស្រែបងប្អូនយើងស្រុកស្រែចឹងអូហ្នឹងបូកទឹកតិចទឹកច្រើនណាហើយនឹងមកដល់ទស្សនវិជ្ជាខាងនេះគឺមានដាំឈូកដាំអីមកដាំឈូកដាំអីចឹងទៅហើយគឺទស្សនវិជ្ជាមួយសម្រាប់បងប្អូនជាពលរដ្ឋណាទីនេះដាំឈូកដាំអីឥឡូវដល់ផ្លូវនេះគឺមិនទាន់បានធ្វើទេផ្លូវនេះគោលអូអេមជីវិតស្រុកស្រែគឺអញ្ចឹងបងប្អូនយើងណាអេមហើយមានតែប៉ុណ្្នឹងទេអរគុណ